ចិត្តវិទ្យាតើពេលយើងខឹងក្រោធនឹងមានអ្វីកើតឡើងចំពោះសុខភាពកំហឹងគឺជាអារម្មណ៍ធម្មជាតិរបស់មនុស្សប៉ុន្តែប្រសិនបើវាកើតឡើងញឹកញាប់ឬខ្លាំងក្លាពេកវាអាចផ្ដល់ផលប៉ះពាល់អវិជ្ជមានយ៉ាងច្រើនដល់ខ្លួនឯងនិងអ្នកជុំវិញខ្លួនខាងក្រោមនេះគឺជាផលប៉ះពាល់សំខាន់1ផលប៉ះពាល់លើសុខភាពរាងកាយនៅពេលយើងខឹងរាងកាយនឹងបញ្ចេញអរម៉ូនស្ត្រេសដែលបង្កឲ្យមានបញ្ហាដូចជាបញ្ហាបេះដូងធ្វើឲ្យបេះដូងលោតញាប់និងឡើងសម្ពាធឈាមដែលអាចប្រឈមនឹងជំងឺខ្សោយបេះដូងឬដាច់សរសៃឈាមខួរក្បាលប្រព័ន្ធភាពស៊ាំចុះខ្សោយការខឹងច្រើនធ្វើឲ្យរាងកាយចុះខ្សោយក្នុងការប្រឆាំងនឹងមេរោគឬជំងឺផ្សេងបញ្ហាដំណេកនិងការរំលាយអាហារអាចបណ្ដាលឲ្យគេងមិនលក់ឈឺក្បាលឬមានបញ្ហាក្រពះពោះវៀន2ផលប៉ះពាល់លើសុខភាពផ្លូវចិត្តបាត់បង់ការត្រួតពិនិត្យកំហឹងធ្វើឲ្យយើងបាត់បង់ម្ចាស់ការលើខ្លួនឯងនិងមិនអាចគិតពិចារណាបានវែងឆ្ងាយស្ត្រេសនិងបាក់ទឹកចិត្តការផ្ទុកកំហឹងក្នុងចិត្តយូរអង្វែងអាចប្រែក្លាយទៅជាការថប់បារម្ភឬជំងឺបាក់ទឹកចិត្តអារម្មណ៍វិបដិសារីក្រោយពេលបាត់ខឹងយើងតែងមានអារម្មណ៍ខុសឬស្ដាយក្រោយចំពោះទង្វើនិងពាក្យសម្ដីដែលបានធ្វើឡើង3ផលប៉ះពាល់លើទំនាក់ទំនងសង្គមខូចខាតទំនាក់ទំនងពាក្យសម្ដីអសុរោះនៅពេលខឹងអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍មនុស្សជាទីស្រឡាញ់មិត្តភក្តិឬសហការីដែលជួនកាលមិនអាចកែខៃបានបាត់បង់ទំនុកចិត្តមនុស្សជុំវិញខ្លួនអាចនឹងមានអារម្មណ៍ខ្លាចចោលអាឬលែងចង់នៅក្បែរដែលធ្វើឲ្យយើងមានអារម្មណ៍ឯកោ4ផលប៉ះពាល់លើការងារនិងការសិក្សាការសម្រេចចិត្តខុសឆ្គងកំហឹងបិទបាំងបញ្ញាធ្វើឲ្យយើងសម្រេចចិត្តដោយអារម្មណ៍ឆេវឆាវដែលនាំឲ្យមានកំហុសក្នុងកិច្ចការងារបាត់បង់ផលិតភាពនៅពេលចិត្តមិនស្ងប់យើងមិនអាចប្រមូលអារម្មណ៍មកផ្ដោតលើការងារឬការសិក្សាបានពេញលេញនោះទេ